សូមស្វាគមន៍ជាបន្តមកកាន់កម្មវិធី Family Feud Cambodia រដូវកាលទី2ប្រិមិត្តទូរទស្សនិកជនកំពុងតែទន្ទឹងរង់ចាំនឹងទស្សទីទាំងអស់គ្នាថាតើសំណួរនោះគឺជាសំណួរអ្វីហើយព្យាយាមឆ្លើយជាមួយនឹងសំណួររបស់យើងនៅគេដ្ឋានហើយមែនទេបាទរីឯអ្នកដែលភ័យជាងបងប្អូនទស្សនាតាមគេដ្ឋានគឺអ្នកដែលកំពុងតែស្ថិតនៅឆ្វេងដៃនិងស្ដាំដៃរបស់ខ្ញុំនៅលើវេទិកានេះសុំសួរមេក្រុមបន្តិចហេតុអីបានជឿរើសគាត់ទាំងពីរហើយឲ្យសុភ័ក្រគឺជាអ្នកឆ្លើយមុនហើយឲ្យកញ្ចនាគឺជាអ្នកឆ្លើយបន្ទាប់ខ្ញុំជឿជាក់លើគាត់អញ្ចឹងណោះថាភាព reflect សុភ័ក្រក៏ reflect ខ្លាំងដែរចាហើយសេចក្ដីគាត់មើលពីវិធីសាស្ត្រដែលសុភ័ក្រឆ្លើយហើយគាត់អាចធ្វើបានហើយអញ្ចឹងសូមអញ្ជើញសម្រាប់កញ្ចនាគឺត្រូវតែទៅកន្លែងបន្ទប់សម្ងាត់បាទសូមអញ្ជើញប្រិមិត្តទូរទស្សនិកជនក៏ដូចជាក្រុមអែមស្វាគមន៍ជាមួយនឹងវគ្គ Big Money ពេលខ្ញុំសួរគឺវិនាទីចាប់ដើមចុចត្រៀមភាគច្រើនអ្នកតែងតែឃើញអ្វីនៅក្នុងបន្ទប់សាធារណៈបន្ទប់ទឹកសាធារណៈបន្ទប់សំដូរគេតែងតែដាក់សាច់អ្វីនៅក្នុងគុយទាវសាច់គោអ្វីដែលចាប់ដើមដោយពាក្យថាផ្លែតែមិនមែនជាផ្លែឈើសម្ផស្សតែអ្វីដែលធ្វើឲ្យយើងតែងតែតើអ្វីដែលធ្វើឲ្យតែងតែមានផ្សែងចេញមកបារីតើកាដូអ្វីដែលតែងតែបានមកពីវិធីមង្គលការកសែងភាគច្រើនអ្នកតែងតែឃើញអ្វីក្នុងបន្ទប់ទឹកសាធារណៈខែមកទឹកមួយទៀតនឹងចេញសោះអូយសុំទោសមែនទេសុំទោសក្រុមសុំទោសបាទតាមអីបងបាទអត់ទេអត់អាចទេអស់សុំទោសកុំអាចទៅរួចដែរនឹងឲ្យព្យាយាមកែទៅទឹកដែរប៉ុន្តែសុភ័ក្រនៅតែមិនអាចនឹកឃើញចម្លើយបានเนาะបាទបងអូខេចង់ឃើញនៅចម្លើយដែរទេចង់បងចង់ឃើញបន្ទុកដែរទេធ្វើឲ្យប្រហែលចង់បងអូខេសូមត្រឡប់ក្រោយបែរសូមក្រុមការងារបង្ហាញនៅក្លោននៅលើ LED សំណួរទី1សួរថាភាគច្រើនអ្នកតែងតែឃើញអ្វីនៅក្នុងបន្ទប់ទឹកសាធារណៈបាទបងអូនបានឆ្លើយទេហើយសុំទោសនៅសំណួរមិញដែរដោយសារតែបងបញ្ញាប់ពេកដោយសារយើងវែងបាទបងអូខេសូត្របន្ទុកសំណួរទី2គេតែងតែដាក់សាច់អ្វីនៅក្នុងគុយទាវអូនបានឆ្លើយថាសាច់គោណាបាទដូច្នេះតាមរយៈការស្រង់មតិក្នុងចំណោមមនុស្សចំនួន100នាក់បន្ទុកគឺ35បន្ទុកអូសំណួរទី2សួរថាអ្វីដែលផ្ដើមដោយពាក្យថាផ្លែតែមិនមែនជាផ្លែឈើសុភ័ក្របានឆ្លើយថាសម្ផស្សផ្លែម្ទេសផ្លែអត់ក៏ជាបន្លែមិនផ្លែឈើណាផ្លែឈើមានដូចជាផ្លែចេកផ្លែដូច្នេះបន្ទុកគឺយេ 100% អូយសោកស្ដាយមែនទេសង្ឃឹមថាកញ្ចនានឹងអាចធ្វើបានសំណួរទី4សួរថាតើអ្វីដែលធ្វើឲ្យតែងតែមានផ្សែងចេញមកយេបើខ្ញុំយល់ថាអូខេ fine ដូច្នេះស្របតាមការស្រង់មតិក្នុងចំណោមមនុស្សចំនួន100នាក់ចម្លើយគឺសង្ឃឹមតែបាន30ទៀតចុះដើម្បីគ្រប់100តាមបំណងប្រាថ្នាជូនពរណាសំណួរទី5ចុងក្រោយសម្រាប់សុភ័ក្រសួរថាតើកាដូអ្វីដែលតែងតែបានមកពីពិធីមង្គលការកសែងបាទដូច្នេះឆ្លងកាត់តាមការស្រង់មតិក្នុងចំណោមមនុស្សចំនួន100នាក់បន្ទុកគឺអូអបអរសាទរសុភ័ក្រធ្វើបាន100បន្ទុកតាមប្រាថ្នាអូខេត្រឡប់ក្រោយបែរយ៉ាងណាដែរបន្ទាប់ពីធ្វើហើយទទួលបានបន្ទុកតាមប្រាថ្នារបស់ខ្លួនបែបនេះមានអារម្មណ៍ថាសប្បាយចិត្តហើយបានដឹងពីសមត្ថភាពខ្លួនឯងតើខ្លួនឯងបាន reflect លឿនប៉ុណ្ណាបងបាទអរគុណបាទដែលអាចសម្រាប់បានបាទអរគុណច្រើនបាទអរគុណជាបន្តសូមគោរពអញ្ជើញកញ្ចនាមកកាន់ខាងមុខវេទិការបស់យើងបាទអ្នកបម្រើតាមយន្តហោះពិតជាសភាបរំទុំជំមើថាតើមួយអញ្ចឹងអាចឆ្លើយតាន់ដែរទេដល់មេក្រុមទុកចិត្តចាំមើលតាការទុកចិត្តរបស់គាត់ leadership របស់គាត់មានឥទ្ធិពលប៉ុណ្ណានៅតែដាស់ស្មារតីថាថេរអវេលាសម្រាប់កញ្ចនាគឺ30នាទីឆ្លើយនៅសំណួរ5សំណួរដោយមិនទាន់នឹងចម្លើយចាស់របស់អ្នកមុនគឺសុភ័ក្របាទហើយណោះត្រៀមភាគច្រើនអ្នកតែងតែឃើញអ្វីនៅក្នុងបន្ទប់ទឹកសាធារណៈបកុនគេតែងតែដាក់សាច់អ្វីនៅក្នុងគុយទាវសាច់គោសាច់ជ្រូក
អ្វីដែលផ្ដើមនៅពាក្យថាផ្លែតែមិនមែនជាផ្លែឈើ ដូង តើអ្វីដែលធ្វើឲ្យតែមានផ្សែងចេញមក ឆាធ្វើម្ហូប អូខេតើកាដូអ្វីដែលតែទទួលបានពីពិធីមង្គលការ gift ជាលក្ខណៈថាកាដូខ្មែរ អូខេគេកាដូខ្មែរចង់ដឹងទៅខ្លួនឯងរកបានបន្ទុកប្រមាណទេហើយជឿជាក់ប្រមាណភាគរយដែលទទួលបាននៅបន្ទុកទទួលបាន Big Money ជឿជាក់ប្រមាណភាគរយ ដែល កាយលោកតោះត្រឡប់ក្រោយបាយចឹងដូច្នេះសូមក្រុមការងារបង្ហាញក្លោនដែលមានចម្លើយលើ LED សូមបង្ហាញសំណួរទី1សួរថាភាគច្រើនអ្នកតែឃើញអ្វីនៅក្នុងបន្ទប់ទឹកសាធារណៈខ្ញុំបានសួរបានល្អហើយណា ចា៎ បងប្អូនស្រីឆ្លើយថាបង្គន់បើខ្ញុំជាទូទៅខ្ញុំក៏ឆ្លើយថាអញ្ចឹងដែរព្រោះយើងដល់ពេលដែលយើងតម្រង់ទៅគឺភាគច្រើនគឺតម្រង់ទៅកន្លែងនោះហើយបាទស្របតាមការឆ្លងមតិក្នុងចំណោមមនុស្សចំនួន100នាក់បន្ទុកគឺអូតែ7បន្ទុកទេរីឯចម្លើយដែលមានបន្ទុកខ្ពស់បំផុតក្នុងសំណួរនេះគឺមនុស្សហើយនឹងសម្រាមសំណួរទី2សួរថាគេតែងដាក់សាច់អ្វីនៅក្នុងគុយទាវអូនស្រីreflect ល្អមែនទេណោះចូលចិត្តញ៉ាំសាច់ជ្រូកអត់ទេបានម៉ាប់អញ្ចឹង ចិត្តខ្លាញ់ អូយបន្ថយទៅណាអូតេប្រយ័ត្នកុំបាក់ពេចបាទអស់ការងារធ្វើប្រយ័ត្នមែនទែនសម្ផស្សរបស់យើងក៏ទៅតាមនឹងដែរឆាប់ចាស់ជំងឺថែមទៀតឆ្លងកាត់តាមការស្រង់មតិក្នុងចំណោមមនុស្សចំនួន100នាក់បន្ទុកគឺអូយ35បន្ទុកថប់ស្គរមិននិយាយទេគឺបន្ទុកខ្ពស់បំផុតគឺនឹងឲ្យសាច់កូនសាច់ជ្រូក ចា៎ បាទអូតូបន្តិចសំណួរទី3សួរថាតើអ្វីដែលផ្ដើមដោយពាក្យថាផ្លែតែមិនមែនជាផ្លែឈើ ដូង ឃើញអត់ផ្លែដូងមកទៅនោះហើយដល់សម្ផស្សអូនយល់ឃើញហ្នឹងដែរ ដូចស្រឡះហ្មងអត់យល់ ដូចមកខាងប៉ោយប៉ែតមកខាងភេញហ្នឹងណាឆ្លោះកាត់តាមការស្រង់បន្តិចក្នុងចំណោមមនុស្សចំនួន100នាក់បន្ទុកគឺក៏សូនដូចគ្នាដែរអូខេសម្រាប់ចម្លើយដែលមានបន្ទុកខ្ពស់បំផុតគឺផ្លែម្ទេសនិងផ្លែត្រសក់សំណួរទី4សួរថាតើអ្វីដែលធ្វើឲ្យតែងតែមានផ្សែងចេញមកឆាបងអូនយកចម្លើយដំបូងណាហើយបងអូនត្រឡប់ថាអូធ្វើម្ហូបវិញណា ចា ឆ្លងកាត់តាមការស្រង់បន្តិចក្នុងចំណោមមនុស្សចំនួន100នាក់បន្ទុកគឺអូអូ41បានណោះ អូយសាមួយ សំណួរចុងក្រោយសួរថាតើកាដូអ្វីដែលតែងតែបានមកពីពិធីមង្គលការអូនស្រីឆ្លើយថាក្រម៉ាអូណានៅតែដឹងគុណដល់កម្មាខ្ញុំក៏ធ្លាប់គេងក្នុងរឹងធ្វើជាកម្មាចាំមើលតើ41បន្ទុករកបានឬក៏មិនបាននៅកញ្ចនាដូច្នេះស្របតាមការស្រង់មតិក្នុងចំណោមមនុស្សចំនួន100នាក់បន្ទុកគឺ អូ អូយចូលរួមសោកស្ដាយបន្ទុកខ្ពស់បំផុតគឺក្រមានិងបន្តោងសោគឺមានបាត់ទៅហើយប៉ុន្តែมันគ្រប់ទេចូលរួមសោកស្ដាយសម្រាប់ក្រុមម៉ែអែមសូមអញ្ជើញមកកាន់ខាងមុខវេទិកាអូយ៉ាងណាទៅណយ៉ាងណាដែរមេក្រុមដែលទុកចិត្តអ្នកទាំងពីរគាត់ធ្វើបានតែប៉ុណ្្នឹង អត់អីប៉ុណ្ណឹងចាត់ទុកថាគ្រាន់បាហើយបងព្រោះដោយសារតាគាត់ក៏ខំប្រឹងអស់ពេលលទ្ធភាពដែរ តំណាងឲ្យក្រុមម៉ែអែម ចា៎ ពីមកមានអីផ្ដាំផ្ចើទៅក្រុមបន្តទៀតសប្តាហ៍ក្រោយ នេះឯងដូចបានទស្សនាអញ្ចឹងទោះបីជាក្រុមយើងឆ្លងកាត់ការប្រកួតមកប៊ីសចាញ់ប៊ីសឈ្នះក៏ដោយតែនេះគ្រាន់តែជាការប្រកួតប្រជែង ហេ អត់អីទេចាំសប្តាហ៍ក្រោយ ចាំមើលតែសប្តាហ៍ក្រោយក្រុមដែលចូលមកនោះគឺជាអ្នកណាគេក្រុមឈ្មោះអ្វីហើយមានការប្រកួតបែបណាខ្លះដូច្នេះសម្រាប់ក្រុមម៉ែអែមទទួលបានថវិកានោះគឺអរគុណចំពោះសប្តាហ៍នេះអ្នកទាំង4នាក់បានធ្វើបានល្អមែនទែនដែលធ្វើឲ្យកម្មវិធីយើងបានសប្បាយអញ្ចឹងសប្តាហ៍ក្រោយនឹងមានអ្វីកើតឡើងមិនទាន់បានដឹងខ្ញុំក៏ទីមិនត្រូវលោកអ្នកក៏ទីមិនត្រូវដែរព្រោះយើងអត់មានសក់ដាញ់ មុននឹងជំរាបលាខ្ញុំក៏សូមអរគុណដល់ប្រសិទ្ធសេរីសំអាការដែលមានអាស័យដ្ឋាននៅលើផ្លូវ310អរគុណរាល់ការតាមដានរបស់លោកអ្នកនៅសប្តាហ៍ក្រោយនឹងមានអ្វីកើតឡើងសូមតាមដានជាបន្តទៀតព្រោះនេះគឺជាភាគគាត់បានឈ្នះ
2 សប្តាហ៍ជាប់គ្នាជមើលសប្តាហ៍ទី 3 គាត់នឹងមានវាសនាដូចជាក្រុមឆាកឬក៏យ៉ាងណាយើងមិនទាន់បានដឹងទេត្រូវតែប្រយ័ត្នកុំឲ្យធ្លាក់ទៅកាន់ប្រវត្តិសាស្ត្ររបស់ឆាកឲ្យសោះណាអរគុណជូនពលលោកដែលជាអ្នកគ្រប់គ្រងរាល់កម្មវិធីរបស់ទូរទស្សន៍ PNN ពិសេសគឺកម្មវិធី Family Feud Cambodia រដូវកាលទី 2 នេះសូមជូនពរទទួលបានក្តីសុខក្តីចម្រើនសុខសុភមង្គលគ្រប់ក្រុមគ្រួសារជោគជ័យគ្រប់ការងារភារកិច្ចសម្រាប់ពេលនេះសូមជម្រាបលាជួបគ្នាសប្តាហ៍ក្រោយតាមពេលវេលានៅម៉ោងដដែល